សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខទៀតហើយមកចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាផងដែរគឺថាឆាបង្គាជាមួយនឹងម្រេចខ្ចីផងដែរដោយជាដំបូងឡើយខ្ញុំចាប់ផ្ដើមធ្វើការបកបង្គារួចក៏ចាប់ផ្ដើមស្រោះជាមួយនឹងទឹកក្តៅបន្តិចដោយសារបង្គារបស់ខ្ញុំយ៉ាងតូចមិនសូវជាធំប៉ុន្មាននោះទេបន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមហាន់ម្ទេសប្លោកក៏ដូចជាខ្ទឹមបារាំងហើយនឹងម្ទេសហាវ៉ៃបន្តមកទៀតហាន់ម្រេចខ្ចីផងដែរបន្តមកក៏ហាន់ជាមួយនឹងសិតចំបើងហើយមានប៉េងប៉ោះមួយផ្លែផងដែរជាចុងក្រោយគឺខ្ញុំដាក់ការ៉ុតដើម្បីយកពណ៌បានល្អបងប្អូនក្រោយពីហាន់បន្លែរួចហើយក៏ចាប់ផ្ដើមធ្វើការដាក់ខ្លាញ់បំពងខ្ទឹមឲ្យបានឈ្ងុយល្អហើយក៏ដាក់ទឹកត្រីបន្តមកទៀតក៏ដាក់បន្លែរបស់យើងបានឆាចូលឲ្យបានសពប់ល្អមែនតើទៅសម្រាប់បន្លែខ្ញុំអត់បានយកទៅស្រោះឲ្យវាទន់ហើយចាំយកមកឆានោះទេខ្ញុំឆាជាមួយនឹងខ្លាញ់តែម្ដងដើម្បីឲ្យបានរាងសពប់ល្អហើយក៏ចាប់ដើមធ្វើការដាក់គ្រឿងហើយគ្រឿងរបស់យើងទៀតសតក៏មិនមានអីច្រើនប្លែកដែរបងប្អូនមានតែប្រេងខ្យងប៊ីចេងស្ករសទឹកត្រីនិងរ៉ូឌីតែប៉ុណ្ណោះហើយក៏ចាប់ផ្ដើមឆា3 4 5ត្រឡប់មកដើម្បីឲ្យបន្លែរបស់យើងចូលជាតិជាមួយនឹងគ្រឿងដែលយើងបានដាក់រួចអំបញ្ញមិញនេះគឺថាបានរាងសពប់ល្អជះក្លិននិងឈ្ងុយបន្តិចទៅហើយក៏ចាប់ផ្ដើមធ្វើការដាក់បង្គាបងប្អូនយើងដាក់បង្គាដែលយើងបានស្រោះមុនហ្នឹងណាហើយវិសាបង្គាខ្ញុំក៏អត់សូវស្រស់ល្អតែវិសាយើងផ្លាស់សេវាស្ទើរទឹកកកបងប្អូនបាទដូច្នេះបាទខ្ញុំបកយកទៅសោះបាទហើយក៏ដាក់បង្គារបស់យើងឆាល្មមៗកុំឆាខ្លាំងពេកកុំឲ្យបែកសាច់បង្គាកាលណាដាក់បែកទៅយើងញ៉ាំក៏អត់សូវឆ្ងាញ់ដែរបងប្អូនសម្រាប់បន្លែវិញបងប្អូនយកមកឆាជាមួយនឹងម្រេចខ្ចីក៏ដូចជាបង្គានេះបងប្អូនដាក់តាមចំណង់ចំណូលចិត្តបើសិនជាចូលចិត្តបន្លែអីក៏ដាក់តាមបន្លែហ្នឹងទៅបងប្អូនវាមិនខុសទេបាទបើសិនជាយើងដោយសារយើងញ៉ាំលក្ខណៈគ្រួសារអញ្ចឹងហ៎ហើយឥឡូវគឺថាបន្លែឆាម្រេចខ្ចីជាមួយនឹងបង្គារបស់យើងបានរួចរាល់ហើយបងប្អូនធ្វើការដួសដាក់ចានហើយជះក្លិនឡើងឈ្ងុយតែម្ដងហើយចំណាយពេលវេលាតិចមែនតើក្នុងការចម្អិនបងប្អូនបាទម្ហូបមួយមុខនេះគឺងាយស្រួលណាស់ខ្ញុំចូលចិត្តធ្វើដោយសារខ្ញុំឲ្យតែម្ហូបឆាមានខ្លាញ់អីហ្នឹងគឺថាញ៉ាំទៅអត់សូវតលាន់ទេបាទបើស្លអីដែលស្លដែលមានទឹកអីហ្នឹងតលាន់តែបើឆាអត់ទេបើសិនជាមួយទឹកក៏អត់ធុញដែរបងប្អូនបាទហ្នឹងហើយបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាបើសិនជាមានចំណុចខ្វះខាតសូមខន្តីអភ័យទោស